បាទសួស្តីបងប្អូនអរគ្នាបងប្អូនដែលប្រើប្រាស់នៅទូរស័ព្ទហើយអត់ចេះដាក់លេខកូដអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនថាយើងត្រូវធ្វើម៉េចដើម្បីអាចនឹងដាក់លេខកូដទូរស័ព្ទបានតោះអញ្ចឹងយើងជាដំបូងគឺយើងចូលនៅកម្មវិធី setting មកបាទចូល setting ហើយយើង scroll វាចុះមកក្រោមមើលពាក្យថា lock screen នេះសញ្ញាបើយើងអត់ចំណាំអក្សរយើងមើលសញ្ញាកូនសោនេះបាទយើងចុចលើវាមកអញ្ចឹងកន្លែងscreen lock tie នេះគឺវាមានន័យថា switch អញ្ចឹងគឺអានេះគឺអត់មានជាប់សោទេបាទអញ្ចឹងយើងចុចលើវាមកអញ្ចឹងការដែលយើងត្រូវធ្វើការដាក់មុខងារចាក់សោនេះគឺមានច្រើនប្រភេទទី1គឺ pin ទី2 password ចង់និយាយថា pin នេះគឺមានតែលេខទេហើយ password នេះគឺយើងអាចវាយលេខអក្សរលេខអីបានបាទហើយមានផ្សេងទៀតមានមុខងារ scan មុខងារក្រយៅដៃនេះ finger នេះយ៉ាងដៃ face នេះមុខបាទអញ្ចឹងយើងថាដាក់លេខកូដធម្មតាចង់និយាយថាយើងអត់ទាន់បើកមុខងារពីរនេះទេយើងបើក pin នេះសិនបាទអញ្ចឹង pin នេះឥឡូវយើងដាក់មកយើងថាយើងដាក់លេខហ្នឹង1 2 3 4ហ្នឹងមកបាទយើងចុច continue ហើយយើងចុចម្ដងទៀត1 2 3 4យើងចុចអូខេមកបាទអញ្ចឹងទូរស័ព្ទយើងគឺជាប់លេខកូដអញ្ចឹងយើងចុចបានមកហើយបងប្អូនថយមកវិញហើយយើងចុចបិទចាំមើលនេះអញ្ចឹងលេខកូដគឺយើងបានដាក់រួចរាល់បាទអញ្ចឹងយើងគ្រាន់តែចុចមួយហើយលេខកូដវាមក1 2 3 4អូខេដោះសោហើយបើយើងចង់ដាក់scan ដៃបើទូរស័ព្ទយើងមានមុខងារ scan ដៃ scan ក្រយៅដៃយើងចូលមកកន្លែងកណ្ដាលហើយយើងចុច1 2 3 4 1 2 3 4ចុចដានហើយយើងមកមើលកន្លែងពាក្យថា finger នេះក្រោមនេះបើបងប្អូនមានទូរស័ព្ទបងប្អូនមាន scan ក្រយៅដៃបងប្អូនចុចបើកមកហើយយើងចុច continue នេះទូរស័ព្ទនេះគឺមានមុខងារ scan ដៃនៅខាងគៀននេះបាទអញ្ចឹងបងប្អូនក៏ដាក់មកដូចថាហើយយើងចង់ scan ដៃណា scan ម្រាមដៃឬក៏អីយើងក៏ដាក់លើប៊ូតុងហ្នឹងមកនេះវាចាប់ដើម scan បាទអញ្ចឹងយើង scan យ៉ាងម៉េច scan ឲ្យវាបាន 100% យើងមានន័យថាយើងដាក់ពីគៀនដាក់ពីជាហៀងកដាលលើក្រោមឲ្យវាបានពេញមកបាទដានអញ្ចឹងមានន័យថាជោគជ័យឥឡូវខ្ញុំបិទអាថ្មីឥឡូវយើងចង់ប្រើមុខងារ scan វិញតែនេះគឺយើងអត់ចង់ដោះសោអញ្ចឹងយើងត្រូវ scan ដៃណាមិញយើងត្រូវដាក់មកយើងត្រូវដាក់ពីលើដោះសោបាទអញ្ចឹងវាមានភាពងាយស្រួលដែរទេបាទវាអត់ពិបាកទេអត់ចាំបាច់ទៅរកជាងនេះឲ្យតែយើងព្យាយាមមើលយើងនឹងចេះដាក់បាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងទេគិតថាបងប្អូនយកទៅអនុវត្តបានទាំងអស់គ្នាបាទសូមអរគុណ